ង់ដឹងអំពីបញ្ហាបេះដូងរបស់ខ្លួនឯងបាទគ្រប់ផ្នែកបងប្អូនអរគ្នាគួរតែបាទចាស់ប្រើមុខងារមួយនេះអូខេជំរាបសួរបងប្អូនបាទសម្រាប់មុខងារថ្ងៃនេះគឺមុខងារអគ្គិសនីបេះដូងឬក៏យើងហៅថា ECG បាទអញ្ចឹងបងប្អូនអរគ្នាដើម្បីធ្វើការវាស់អគ្គិសនីបេះដូងបងប្អូនអរគ្នាបាទចូល menu ហើយ scroll រកពាក្យ ECG ហើយដាក់ដៃម្រាម2បែបនេះដើម្បីឲ្យវាបាទ track ជាមួយនឹង chip របស់នាឡិកាដៃបាទបន្តមកទៀតយើងរងចាំវាប្រហែលជា32នាទីវានឹងបង្ហាញអំពីទិន្នន័យបាទនៃបេះដូងរបស់យើងតែម្ដងក្នុងនោះដែរវាក៏បានបង្ហាញអំពីបាទចង្វាក់បេះដូងរបស់យើងលោតប្រមាណដងក្នុង1នាទីបាទហានិភ័យដែលពាក់ព័ន្ធទៅនឹងសាច់ដុំបេះដូងបាទថាវាមានហានិភ័យទាបឬក៏ខ្ពស់ឬក៏មិនមានទេបាទចង្វាក់បេះដូងរបស់យើងបាទទៀងទាត់បាទឬក៏មានហានិភ័យបាទហើយតកតងជាមួយនឹងបាទហានិភ័យនៃជំងឺសរសៃឈាមបេះដូងហានិភ័យនៃជំងឺសរសៃឈាមបាទឡើងរឹងក៏ដូចជាបាទហានិភ័យនៃបាទភាព stress ក៏ដូចជាការចំណាយកម្លាំងអញ្ចឹងនេះគឺជាមុខងារដ៏ពិសេសមួយដែលបងប្អូនទាំងគ្នាបាទគួរតែដឹងបាទអំពីរបៀបក្នុងការប្រើប្រាស់ដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់នាឡិកាដៃគុណភាពពីជប៉ុនរបស់ហាង Menstore Cambodia អញ្ចឹងសម្រាប់នាឡិកាដៃនេះគឺមានឈ្មោះថា American Care version Ultra 2